ជំរាបសួរបងប្អូនអរគ្នាវិលមកជួបខ្ញុំម្ដងទៀតហើយថ្ងៃនេះខ្ញុំមកនឹងមកចែករំលែកជាមួយនឹងបងប្អូនតាក់ទងជាមួយនឹងមហារីកដុសគេទៅ breast cancer តើវាមានរោគសញ្ញាបែបណាតើបងប្អូនមកតាមជាមួយខ្ញុំទាំងអស់គ្នាទីមួយរោគសញ្ញានៃមហារីកដុសមានដូចជាទីមួយគាត់ឡើងកូនកដុលនៅក្លៀកហើយមានដុំនៅផ្នែកខាងលើនៃដុសរបស់គាត់ហ្នឹងហើយគាត់មានឡើងមានឡើងប្រែពណ៌ក្រហមហើយហើមហើយមានដូចជាសញ្ញាគាត់ចេញទឹកដោះមកមានពណ៌លាយផ្ទុះឬក៏ពណ៌ខាប់អីចឹងទៅមានសលាយមួយនឹងផ្ទុះអីហ្នឹងជាសញ្ញាមួយ breast cancer ហើយយើងដើម្បីកំណត់ច្បាស់ទីមួយយើងត្រូវជួបជាមួយនឹងវិជ្ជាបណ្ឌិតឯកទេសហើយយើងនៅក្នុងនេះខ្ញុំដាក់រូបភាពឲ្យបងប្អូនអាចធ្វើពិនិត្យដោយខ្លួនឯងងាយស្រួលនៅផ្ទះខ្លួនឯងបានក្នុងវីដេអូនេះហើយកុំភ្លេចបើសិនជាមានបញ្ហាទាក់ទងនឹងបញ្ហាមានដុំដោះឬអីសូមទៅពិភាក្សាជាមួយនឹងគ្រូពេទ្យវិជ្ជាបណ្ឌិតឯកទេសផ្នែកស្ត្រីឬក៏ផ្នែកខាងដុំសាច់អរគុណច្រើន